39រឿងអ្នកទេវបុត្រគុណនៃការបូជាផ្កាឈើដល់ព្រះចេតៃការព្រះសម្ពុទ្ធបរមគ្រូគង់នៅវត្តចេតពុនការនោះព្រះមោគលានចូលទៅថ្វាយបង្គំលាព្រះសម្ពុទ្ធនមន្តទេវលោកដើម្បីពិនិត្យមើលទីបសម្បត្តិរបស់ពួកទេវតាក្នុងឆកាមេសួរព្រះសម្ពុទ្ធក៏ទ្រង់អនុញ្ញាតឲ្យទៅដល់ឋានតាវតੰបានឃើញទេវបុត្រមួយរូបជិះដំរីមានមាឌធំសម្បើមអស្ចារ្យមានអវយវៈទាំងអស់សសតដំរីនោះមានភ្លុកពីរធំវែងក្នុងភ្លុកមួយមានស្រះពណ៌ខារណៃមួយក្នុងស្រះមួយមានផ្កាឈូក7ក្នុងផ្កាឈូកមួយមានសេតិអប្សរមួយជ្រេញរំប្រគំដាញ់ដំតោតន្ត្រីថ្វាយដល់ទេវបុត្រនោះព្រះមង្គលានបាននិមន្តទៅដល់ទៅឈរពីមុខដំរីនោះទេវបុត្របានឃើញហើយក៏ចុះទៅថ្វាយបង្គំដោយគោរពលុះថ្វាយបង្គំរួចព្រះមង្គលានមានថេរដីកាសួរអំពីឈ្មោះនិងប្រវត្តិរបស់ទេវបុត្រនោះបានទូលតបថេរដីកាថាខ្ញុំព្រះករណាឈ្មោះអ្នកទេវបុត្រកាលសាសនាព្រះពុទ្ធទ្រង់ព្រះនាមកាសបៈព្រះអង្គព្រះនិព្វានហើយកាលនោះពួកមហាជននាំគ្នាដង្ហែព្រះសារីរិកធាតុទៅបញ្ចុះក្នុងចេតិយមាសកម្ពស់1យោជន៍ហើយនាំគ្នាយកផ្កាភ្ញីទៅបូជាព្រះចេតិយក្នុងសម័យនោះខ្ញុំព្រះករណាក៏ជាឧបាសកមួយរូបមានសទ្ធាជឿជាក់ក្នុងគុណព្រះរតនត្រ័យបានយកលុយ8កហបណៈទៅទិញផ្កាអំពីនាយមេលេកាម្នាក់ពេលនោះផ្កាក្រជាទីបំផុតក្នុងសួនរបស់នាយមេលេកានោះរកផ្កាមួយតងគ្មានឡើយព្រមមហាជននាំគ្នាទិញយកទៅបូជាព្រះចេតិយគ្រប់គ្នានាយមេលេកាបានប្រាប់ខ្ញុំព្រះករណាថាផ្កាគ្មានទេបើអ្នកត្រូវការខានមិនបានអញ្ជើញរកមើលបែរខ្លួនឯងចោះខ្ញុំព្រះករណាក៏បានចូលទៅក្នុងសួនខំរកមើលតាំងពីដើមសួនរហូតដល់ចុងសួនឃើញផ្កា8តងជ្រុះនៅក្បែរគាត់ក៏រើសយកទៅបង្ហាញនាយមេលេកាបានឲ្យថ្លៃ8កហបណៈនាយមេលេកាមិនព្រមយកបែរជានិយាយថាផ្កានេះជាលៀបរបស់អ្នកខាយអ្នកអញ្ជើញយកចោះខ្ញុំព្រះករណាក៏យកទៅបូជាព្រះចេតិយនោះទៅក្នុងកាលជាខាងក្រោយមកខ្ញុំព្រះករណាធ្វើមរណកាលក៏បានមកកើតក្នុងទីនេះតែម្ដងព្រះមោគលានបានជ្រាបដំណឹងនេះហើយនិមន្តហោះទៅទីដទៃទៀតទៅ